ចំណាយត្រឹមតែ$10ម្នាក់ចូលមកទស្សនាទីតាំងកំសាន្តទាំង4កន្លែងដែលពេញនិយមនៅតំបន់ឆ្នេរមាសឆ្នេរប្រាក់ក្រុងព្រះសីហនុចាក្នុងវីដេអូនេះដែរខ្ញុំនឹងមកបង្ហាញពីកន្លែងកំសាន្តដែលនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងប្រហែលជា40នាទីអីទេបងប្អូនអាចជិះចូលមកលេងនៅកោះមួយដែលអត់ចាំបាច់ត្រូវជិះទូកទៅទេហើយទីតាំងកំសាន្តមួយនេះដែរក៏កំពុងតែល្បីល្បាញមិនថារដូវកាលបៃតងក៏បងប្អូនអាចចូលមកលេងបានដូចគ្នាតោះកុំឲ្យរងចាំយូរឥឡូវយើងចូលមកទិញសបុតទាំងអស់គ្នាដែលការចូលទៅលេងសម្រាប់មនុស្សម្នាក់គឺតម្លៃ$10ហើយថ្ងៃនេះដែរគឺខ្ញុំបានប្រើប្រាស់ជាមួយនឹងវីសាកាតអ៊ូរីដើម្បីធ្វើការទូទាត់ទឹកប្រាក់សម្រាប់ការទិញសម្បត្តិនៅពេលដែលមកសម្បត្តិហើយគឺយើងមកឡើងឡានអាគុយគេនឹងដឹកយើងទៅទីតាំងជិះទូកទស្សនាព្រៃកោងកាងដែលជាតំបន់សម្បូរទៅដោយជីវៈចម្រុះនៅក្នុងទឹកច្រើនមែនតើបងប្អូនបានមកលេងអញ្ចឹងថាសប្បាយមែនតើហើយថែមទាំងបានចំណេះដឹងទូទៅទៀតហើយការជិះទូកកំសាន្តនៅក្នុងព្រៃនេះខ្ទង់ប្រហែលជា15នាទីយើងនឹងទទួលបានអារម្មណ៍ប្លែកស្រស់ស្រាយដោយគេប្រើទូកអគ្គិសនីអញ្ចឹងតើអត់លឺសលេងទេអញ្ចឹងហើយធ្វើឲ្យភ្ញៀវដែលមកទស្សនាមានអារម្មណ៍ល្អមែនតើហ្មងណាមួយវិញទៀតសម្រាប់ទូកគេនឹងដែរគឺគេប្រើអគុយអញ្ចឹងអត់មានម៉ាស៊ីនទេមានអារម្មណ៍ថា relax អត់លឺសូរសំឡេងថ្លង់ដែលយើងមានអារម្មណ៍ថារកដងជិះទូកក៏ថ្លង់អញ្ចឹងណាដល់ពេលអញ្ចឹងទៅអត់លឺសូរសំឡេងរំខានអញ្ចឹងយើងអាចគយគន់ជាមួយនឹងទេសភាពព្រៃកោងកាងស្ដាប់សំឡេងទឹកហូរជាមួយនឹងសំឡេងសត្វយំអញ្ចឹងមានអារម្មណ៍ថា relax ខ្លាំងមែនតើហ្មងនិយាយទៅមកនេះស្អាតមែនជិះខ្ទង់15នាទីអីគឺយើងមកដល់ចំណតទូកម្ខាងទៀតហើយចុះពីលើទូកនឹងមកគឺយើងបន្តដំណើរមកទៀតចូលមកទស្សនានៅស្ពានសើមដែលគេធ្វើនៅខាងក្នុងព្រៃនឹងតែម្ដងហើយយើងអាចអានក្តារព័ត៌មានគេណាបងប្អូនតាមផ្លូវគេគឺថាទេសភាពស្អាតមែនតើឬតែសំឡេងសត្វយំទេនិយាយទៅគឺថាប្លែកមែនតើដូចបងប្អូនបានឃើញក្នុងវីដេអូនេះអញ្ចឹងដូចក្នុងព្រៃអាម៉ាហ្សូនដល់ប្រហែលជា5នាទីអីគឺយើងបានមកដល់កន្លែងឡានអាគុយហើយគេចាំទទួលយើងតែម្ដងហើយគេជិះជូនយើងមកដល់ផ្លូវចូលទៅលេងកោះសំពូចដែលបងប្អូនខ្លះហៅថាកោះរាជបុត្រនៅខាងកោះរាជបុត្រនេះដែរបងប្អូនអត់ចាំបាច់ត្រូវជិះទូកទៅទេក៏យើងអាចធ្វើដំណើរបានមកដល់ដូចគ្នាចាហើយសម្រាប់ការចូលមកទស្សនាការទិញឬទូទាត់ចំណាយផ្សេងៗគឺខ្ញុំធ្វើការទូទាត់តាមរយៈវីសាកាតអ៊ូរីគឺមានភាពងាយស្រួលមែនតើអត់ចាំបាច់ប្រើប្រាស់ជាមួយនឹងសាច់ប្រាក់សុទ្ធទេទូទាត់បានតែក្នុងស្រុកនិងក្រៅស្រុកឬក៏ទូទាត់ទំនិញតាមអនឡាញផ្សេងៗហើយសម្រាប់អ្នកដែលអត់មានអ៊ូរី Bank Mobile និងអ៊ូរីវីសាកាណាក៏អាចស្នើសុំបើកបានដោយសារតែឥឡូវហ្នឹងនៅធនាគារអ៊ូរីកំពុងតែមានប្រូម៉ូសិនសម្រាប់អតិថិជនថ្មីនិងចាស់ដែលបានស្នើប្រើប្រាស់អ៊ូរី Bank Mobile និងអ៊ូរីវីសាកាតជោគជ័យនឹងទទួលបានទឹកប្រាក់$8000រៀលក្នុងកំឡុងពេលប្រូម៉ូសិនដោយអតិថិជនត្រូវធ្វើប្រតិបត្តិការយ៉ាងតិចឲ្យបានម្ដងដែលការផ្ដល់ជូនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31កក្កដា2026ក្រៅពីនេះអ្នកទាំងអស់គ្នាក៏អាចទទួលបានការបញ្ចុះតម្លៃរហូតដល់70%ពីហាងដៃគូសហការជាច្រើនកន្លែងទៀតជាមួយនឹងធនាគារអ៊ូរីហើយយើងក៏អាចរកមើលទីតាំងហាងបាននៅក្នុងអ៊ូរី Bank Mobile ដោយចុចលើ Find Us ជ្រើសរើស Merchant Promotion រួចចុចនៅលើហាងរកមើលសញ្ញា Visa Offer ជាការស្រេចសម្រាប់ព័ត៌មានបន្ថែមទៀតអ្នកទាំងអស់គ្នាអាចតាក់ទងទៅកាន់លេខទូរស័ព្ទខាងលើនេះបានឬមួយក៏ឆាតទៅកាន់ Page ផ្លូវការធនាគារអ៊ូរីក៏បានដែរអូមួយវិញទៀតអ្នកទាំងអស់គ្នាកុំភ្លេច Join Telegram ផ្លូវការរបស់ធនាគារអ៊ូរីម្នាក់មួយផងណាដើម្បីមានឱកាសឈ្នះរង្វាន់វត្ថុអនុស្សាវរីយ៍ជារៀងរាល់ខែនិងទទួលបានព័ត៌មាន Promotion ថ្មីៗពីធនាគារអ៊ូរីជាច្រើនទៀតចាហើយនៅខាងកោះរាជបុត្រនេះដែរគឺព័ទ្ធជុំវិញទៅដោយផ្ទាំងថ្មធំហើយក៏មានជាក្តារព័ត៌មានលម្អិតពីថ្មនីមួយៗដែលមានរូបរាងប្លែកៗពីគ្នាដែរបើនិយាយពីបរិយាកាសទេសភាពនៅទីនេះស្អាតអត់ចាញ់កោះផ្សេងទេណាបងប្អូនគ្រាន់តែថាតូចអាចចូលមកលេងទស្សនាពីខាងលើ view point គេហ្នឹងគឺស្អាតមែនតែម្ដងស្រូបយកជាមួយនឹងក្លិនសមុទ្រណាស្រស់ស្រាយមែនតែនៅខាងកោះរាជបុត្រនេះគឺបងប្អូនអាចចូលមកលេងនិយាយទៅយើងអាចចំណាយពេលថាមួយថ្ងៃយើងអាចមកលេងវិលល្ងាចបានមកថតរូបថតវីដេអូអីមកឆ្ងាញ់ដែរហ្នឹងណាហើយបើយើងចេញពីនឹងទៅគឺរៀងល្ងាចបន្តិចដែរហើយគឺយើងធ្វើដំណើរមកខ្លួនឯងមកដល់ទីតាំងចណ្ដាលយន្តកញ្ចក់មកដល់ក៏មានឡានអាគុយជិះជូនយើងទៅខាងលើផ្ទាល់តែម្ដងដែលបងប្អូននៅទីនេះពេលយើងមកដល់ភ្លាមបងប្អូននឹងបានឃើញភ្លាមនៅផ្ទាំងថ្មធំដែលគេហៅថាថ្មយូនីហើយក៏មានថ្មលឹងដែរដូចគ្នាបងប្អូនគឺនៅខាងលើដែលថ្មនេះគឺដុសមកដែលអាចពីធម្មជាតិចឹងហ្មងអត់មានការកែច្នៃអីទេលើកលែងតែចណ្ដាលយន្តកញ្ចក់គេនេះទេគឺគេធ្វើឡើងដើម្បីឲ្យជិះឡើងទៅដល់ខាងលើស្រួលហើយយើងអាចមើល view point ពីខាងលើភ្នំមកបងប្អូនហើយទស្សនាជាមួយនឹងទេសភាព360ដឺក្រេជុំវិញភ្នំតែម្ដងទីនេះគឺមើលទេសភាពដាច់កតុយភ្នែកមើលឃើញ view ស្អាតមែនតើជាពិសេសគឺរដូវកាលបៃតងនឹងតែម្ដងមើលឃើញទេសភាពឡើងខៀវសង្ងាត់មែនតើហ្មងហើយនៅខាងលើនឹងដែរក៏ខ្យល់ខ្លាំងមែនតើស្រស់ស្រាយបងប្អូនបើយើងដើរចុះតាន់តិចទៀតអីយើងនឹងឃើញមានថ្មឡឹងធំខ្លាំងមែនតើដែលដុសមកដែលឯងតែម្ដងហើយគេរៀបចំឡើងសម្រាប់ទីតាំងភ្ញៀវបានចូលមកទស្សនាអីចឹងណាមានអីបងប្អូនទិញសបុតតែ$10គឺយើងអាចដើរលេងបានពេញមួយថ្ងៃតែម្ដងចាហើយអរគុណសម្រាប់ការទស្សនាវីដេអូតាំងពីដើមដល់ចប់ជួបគ្នាវីដេអូក្រោយទៀតណាបាយបាយ